លំអងការសេតសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីសូមពុកម៉ែបងប្អូនជួយចុច Subscribe ដើម្បីលើកទឹកចិត្តដល់យើងខ្ញុំក្នុងការផលិតមាតិកាទាក់ទងជាមួយនឹងប្រឡោមលោកនៅក្នុងគេហទំព័រ Channel លំអងផ្កាសេតនារាត្រី15កើតខែកណ្ឌិកឆ្នាំចចត្វាស័កពុទ្ធសករាជ2470ព្រះច័ន្ទពេញបរមីបានចាំងពន្លឺពណ៌ប្រាក់ទៅលើដំបូលគេហដ្ឋានមួយនៅខាងលិចផ្សារស្វាយប៉ោដែលជាផ្សារបវលក្នុងទីរួមខេត្តបាត់ដំបងគេហដ្ឋាននោះជាផ្ទះចាស់ប្រក់ក្បឿងជញ្ចាំងក្តារនៅហៅជាងមានរូបចម្លាក់ឈើជារូបរាងរាហូលេបខែនៅខាងក្រោមរូបនេះគេឆ្លាក់ជាអក្សរមូលធំថាសិរីពងជាផ្ទះខ្មែរបុរាណដែលនៅសេសសល់មកដល់សម័យឥឡូវនេះក្នុងវេលារាត្រីនោះពន្លឺរស្មីនៃដួងចន្ទ្រាកំពុងចាំងឆ្លុះចូលតាមបងអ៊ូចដែលជាខ្យល់ហើយត្រសៀកដែលមានខ្យល់រហើយត្រសៀកគេឃើញនៅខាងក្នុងគេហដ្ឋាននោះមានកូនចង្កៀងប្រេងកាតមួយចងព្យួរនៅជញ្ចាំងក្តារល្មមតែឆ្លោះពន្លឺឲ្យមើលឃើញបរិសុទ្ធជារាម្នាក់មានរាងកាយស្គាំងស្គមឥតសាច់ឈាមមានតែស្បែកដណ្ដប់ឆ្អឹងដេកស្ដោកស្ដឹងនាកណ្ដាលល្វែងបន្ទប់នៅក្បែរខាងបរិសុទ្ធជារានេះមានក្មេងកំឡោះម្នាក់ឈ្មោះថាចិត្តមានមុខស្រប៉ាប់ស្រពោនអង្គុយចាំបំរើថែរក្សាជំងឺរបស់បរិសុទ្ធជារាជាឪពុកដោយស្រងួតស្រងាត់អ្នកខំអត់ងងុយទ្រាំជំងឺឪពុកអស់3រាត្រីមកហើយបរិសុទ្ធដែលមានជំងឺជាតិទម្ងន់កំពុងដេកស្ដោកស្ដឹងលើដំណេកនោះគាត់មានឈ្មោះថាជើមគាត់ខំបើកភ្នែកសម្លឹងទៅចំមុខកូនកំឡោះរបស់គាត់ដែលអង្គុយនៅក្បែរខាងខ្លួនគាត់អ្នកកំឡោះចិត្តជាកូនបណ្ដូលចិត្តគាត់ហើយជាអ្នកទទួលបន្តវងត្រកូលរបស់គាត់តទៅអនាគតផងទៅគាត់ខំញញឹមតាំងក្រៀមក្រំប្រឹងនិយាយដោយសូរសំឡេងញ័រថាចិត្តកូនមានឪពុកយប់យន់ណាស់ទៅហើយមិនតន់ទៅដេកទេឬទៅកូនទៅដេកទៅណាបាទពុកខ្ញុំមិនតន់ងុយគេងទេលោកឪពុកអូប្រហែលជាលោកឪពុកមិនតន់ពិសាថ្នាំឲ្យយងកម្លាំងទេដឹងលោកគ្រូពេទ្យបានផ្ដាំខ្ញុំបាទថាសូមឲ្យលោកឪពុកពិសាកំខានថ្នាំឬកូនអរគុណអើយថ្នាំនេះឪពុកបានផឹកច្រើនលើកច្រើនសារមកហើយមិនឃើញមានគុណពិសេសអ្វីអាចជួយបន្ធូរបន្ថយពីជំងឺឪពុកឲ្យស្រាកស្រានសោះឡើយរោគជំពូកនេះឪពុកបានស្គាល់ជាក់ថាជារោគប្រចាំកាយរក្សាក៏ស្លាប់មិនរក្សាក៏ស្លាប់ឫទ្ធិអំណាចនៃថ្នាំនេះមិនខុសពីទឹកទន្លេទេកូនចៅចិត្តមិនបានតបទៅឪពុកវិញផងស្រាប់តែលេចមុខបរោះវ័យខណ្ឌម្នាក់ដើរចូលមកក្នុងបន្ទប់ហើយអង្គុយក្បែរអ្នកជំងឺហើយសួរថាម៉េចទៅតាថ្ងៃនេះអាការៈរោគបានធូរស្បើយខ្លះទេអូពុទ្ធោលោកគ្រូពេទ្យអើយវេលានេះភ្នែកខ្ញុំស្រវាំងងងឹតអស់ហើយខ្ញុំបាទមិនដឹងជាលោកគ្រូអង្គុយនៅត្រង់ណាទេខ្ញុំមើលមិនឃើញសោះឯចៅចិត្តកាលបើបានឮសម្ដីឪពុកត្អូញត្អែដូច្នេះទឹកភ្នែកក៏ហូរមកស្រស់ស្រាក់ដោយចិត្តអាណិតឪពុកពេកក៏និយាយអង្វរកសុំឲ្យលោកគ្រូពេទ្យជួយស្រោចស្រង់សង្គ្រោះបិតាឲ្យមានជីវិតប៉ុន្តែគ្រូពេទ្យក្រវីក្បាលនិងខ្សឹបដាក់ត្រចៀកចៅចិត្តថាចៅចិត្តឪពុកកូនឆ្លងមិនផុតពីយប់នេះទេ
តាជើមខំនិយាយតាំងហត់ដង្ហក់ទៅរកលោកគ្រូពេទ្យថា ខ្ញុំបាទគង់មិនមានជីវិតរស់នៅបានឃើញពន្លឺព្រះអាទិត្យក្នុងព្រឹកស្អែកនេះទៀតទេព្រោះមរណធម៌ដែលជាសភាវៈទៀងទាត់ដែលមនុស្សសត្វទូទៅត្រូវទទួលយកនិងជៀសឲ្យផុតពុំបានឡើយឯវិញ្ញាណនិងរាងកាយរបស់ខ្ញុំឥតមានស្រណោះអាឡោះអាល័យប៉ុន្មានទេស្លាប់ហើយត្រូវទៅកើតជាអ្វីក៏តាមយថាកម្មចុះនាយជើមបន្តនិយាយជាមួយចៅចិត្តថាចិត្តកូនសម្លាញ់មាសឪពុកកាលបើឪពុកអស់អាយុទៅហើយជីវិតកូនមកជារស័តអណ្ដែតឥតបង្គោលជាបងឯកដោយសំណាត់ដែលអណ្ដែតនៅក្នុងទន្លេដូច្នេះណាកូនឯចៅចិត្តអួលដើមកនិយាយអ្វីមិនរួចមានតែទឹកភ្នែកហូរសស្រាក់អោនមុខជ្រប់ក្រាបចុះចិត្តជើងឪពុកចំណែកលោកគ្រូពេទ្យងាកមុខបែរទៅបង្អួចស្ទើរទ្រាំទប់ទឹកភ្នែកពុំបានតាជើមនិយាយទាំងហត់ថាណែចិត្តកូនសម្លាញ់ឪពុកចូលប៉ាចាំបណ្ដាំឪពុកទុកថាធម្មជាតិគ្រប់យ៉ាងក្នុងលោកនេះដែលមនុស្សលោកសម្គាល់ថាជាការរុងរឿងថ្លៃថ្លានោះគឺជាការតាំងខ្លួនប្រាណឲ្យបានថ្លៃថ្នូរស្ដុកស្ដំឯការដែលរស់នៅតោកយ៉ាកនោះអ្នកផងតាំងពួងគេមិនយកភ្នែកមើលទេព្រោះពុំបាននាំឲ្យជីវិតបានសុខសប្បាយទេប៉ុន្តែពេលនេះកូនអើយឪពុកនឹងប្រាប់អ្នកឲ្យធ្វើដោយម្ដេចទៅបានសេចក្តីសុខចម្រើននោះពុំបានទេសូមឲ្យស្គាល់តែរលឹកដល់ពុទ្ធភាសិតមួយបទថាអត្តាហេអត្តណោនាថោខ្លួនត្រូវទីពឹងខ្លួនតែប៉ុណ្ណោះឲ្យរឿយចោះណាកូនអើយពាក្យនេះមានន័យថាលោកមិនមែនទូមានយើងឲ្យគិតតែប្រយោជន៍ផ្ទាល់ខ្លួនឲ្យទៅជាមនុស្សអដ្ឋតថបុគ្គលនោះទេឬលែងឲ្យពឹងពាក់អ្នកដតីឬឲ្យលែងអ្នកដតីពឹងពាក់លើខ្លួនវិញក៏ទេដែរពុទ្ធភាសិតនេះទូមានយើងឲ្យចេះខំប្រឹងប្រែងកសាងជីវភាពខ្លួនឲ្យបានរីកចម្រើនឲ្យមានជំហររឹងប៉ឹងដោយវិជាសម្បត្តិគុណសម្បត្តិសមត្ថភាពទ្រព្យសម្បត្តិនិងសុខភាពទើបយើងអាចរស់នៅក្នុងសង្គមមនុស្សបានថ្លៃថ្នូរហើយយើងអាចផ្ដល់បាននៅអត្ថប្រយោជន៍ឬគុណប្រយោជន៍ដល់សង្គមឲ្យបានចម្រើនឡើងទៀតផងកូនដឹងស្រាប់ហើយថាមនុស្សកើតមកនៅក្នុងលោកនេះมันមានអ្នកណាមួយអាចរស់នៅតែម្នាក់ឯងបានទេគឺត្រូវមានការពឹងពាក់តាក់ទងគ្នាទៅវិញទៅមកកូនត្រូវស្គាល់ហើយត្រូវខំបំពេញករណីយកិច្ចរបស់ខ្លួនចំពោះខ្លួនឯងចំពោះសង្គមចំពោះជាតិសាសនាមហាក្សត្រដែលជាឧត្តមគតិរបស់ពលរដ្ឋជាតិយើងហើយចំពោះមនុស្សជាតិទូទៅដែលជាឧត្តមគតិនៃព្រះពុទ្ធសាសនានៅក្នុងគណៈនោះលោកគ្រូពេទ្យបាននិយាយកាត់ឡើងថាតាកុំអាលអស់សង្ឃឹមអីរោគរបស់តាដែលធ្ងន់ដូចនេះក៏មិនតាន់ទៅជាអ្វីទេនៅមានសង្ឃឹមនឹងជាសះស្បើយវិញនាយជើមវាចាតបទៅលោកគ្រូពេទ្យវិញថាសះជាអ្វីលោកគ្រូពេទ្យគ្មានផ្លូវជាសះស្បើយវិញជាប្រកាសទេមានតែផ្លូវស្លាប់ក្នុងព្រឹកស្អែកឬយប់នេះឬឥឡូវនេះក្នុងពេលណាមួយជាមិនខាននាយជើមឈប់បងអង្គបន្តិចហើយចាប់និយាយទៅរកចៅចិត្តជាកូនប្រុសរបស់គាត់ថាណែចិត្តកូនសម្លាញ់ឪពុកទីតល់ក្រណាស់គ្មានគេមរតកបន្តិចបន្តួចបំរុងទុកឲ្យកូនឡើយដល់ឪពុកស្លាប់ទៅហើយមានតែសពនិងពាក្យបណ្ដាំទុកឲ្យកូន
រីឯវិញ្ញាណក្ខន្ធរបស់ឪពុកដែលនឹងបានទទួលសេចក្តីសុខសេមខ្សាន្តក្នុងពេលខាងមុខនោះលុះតែកូនប្រតិបត្តិតាមបណ្ដាំឪពុកទាំងប្រមាណម៉ាត់នេះដែលជាបណ្ដាំចុងក្រោយបំផុតរបស់បិតាមួយទៀតវិជាដែលឪពុកទុកដាក់ឲ្យកូនរៀនសូត្រដរាបផ្ទាល់តែប្រឡងជាប់ប្រកាសនីយបត្រនោះទុកជាមរតកដ៏មានតម្លៃមួយតាំងពីថ្ងៃនេះទៅឪពុកអត់បានជួយទំនុកបម្រុងកូនតទៅទៀតទេចៅចិត្តកាលបើស្ដាប់ពាក្យបណ្ដាំរបស់ឪពុកចប់សពគ្រប់ហើយក៏ស្រក់ទឹកភ្នែកច្រោកដោយមានចិត្តអាល័យនិងអាណិតឪពុកជាទីបំផុតហើយខំនិយាយទាំងសឹកសួលជម្រាបឪពុកថាសូចៅចិនជីវិនកំព្រា